នៅពេលយើងនិយាយអំពីល្បែងភ័យរន្ធត់តើយើងនិយាយអំពីអ្វីតែងតែមានឈ្មោះដែលធ្លាប់ស្គាល់ត្រូវបានលើកឡើងហើយត្រូវតែមានពំកណ្ដឹងនៅក្នុងនោះប្រហែលជាដឹងថាគាត់មានការបញ្ចប់រឿងជាច្រើនមានស្ពានបុរាណជាច្រើនប៉ុន្តែតើអ្នកពិតជាដឹងថាការបំផុសគំនិតរបស់គាត់មកពីណាទេនៅក្នុងវគ្គនេះខ្ញុំមិនត្រឹមតែប្រាប់អ្នកពីរឿងរ៉ាវនៃការភ័យខ្លាចនៃរដ្ឋធានីពំកណ្ដឹងប៉ុណ្ណោះទេវានឹងត្រូវការកម្រិតបន្ថែមមួយទៀតដើម្បីបង្ហាញពីខ្លួនឯងពិតរបស់គាត់តួឯកនៃរឿងនេះគឺជាក្មេងស្រីកំព្រា Jennifer ឪពុករបស់គាត់បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងនៅឆ្នាំនោះក្រឡេកមើលមុខឪពុកវីនារីចេននីតើអ្នកចាំនរណាម្នាក់ទេហើយតាមគំនិតទី2អ្នកប្រហែលជាភ្ញាក់ផ្អើលគាត់ពិតជានៅទីនោះជាមួយ Jennifer Con ត្រូវហើយ Miss ដែលធ្លាប់មានអ្នកគាំទ្រច្រើននិងវីនារីនៃពំកណ្ដឹងវាត្រូវបានគេយកគំរូតាមទាំងស្រុងបន្ទាប់ពីរឿងទេវកថាខ្សែភាពយន្តបែបភ័យរន្ធត់របស់អ៊ីតាលីឆ្នាំ1985នៅអាយុ14ឆ្នាំកាំងបានចម្លងខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នានៅទីនោះហើយមានស្ពានជាច្រើននៅជុំវិញពំកណ្ដឹងដែលត្រូវបានភ្ជាប់ដោយផ្ទាល់ទៅនឹងខ្សែភាពយន្តដ៏ល្បីល្បាញរបស់អាសង់ទីនតោះបន្តរឿងពំកណ្ដឹងជាមុនសិនទីវាសទៅដល់ឆ្នាំ1995ធំធាត់នៅក្នុងក្រសួងការបរទេសវីរបុរសថនធីរួមជាមួយគូកន3នាក់ទៀតគាត់ត្រូវបានវេចខ្ចប់និងយកទៅចិញ្ចឹមដោយបុរសអ្នកមានអាថ៌កំបាំងម្នាក់មហាសេដ្ឋីរូបនេះត្រូវបានគេស្គាល់ថាស៊ីម៉ូនបារ៉ូដូច្នេះ Teddy ទៅរកទ្រព្យសម្បត្តិរបស់បុរសអ្នកមានជាមួយមិត្តភក្តិរបស់គាត់គឺ Laura Ann និង Roddy ពំកណ្ដឹងទឹកនាំដោយ Marie Perrier របស់បុរសអ្នកមានដូច្នេះក្រុមមនុស្សបានដើរទៅរកអ្វីដែលគេហៅថាពំកណ្ដឹងខ្ញុំបានឃើញមែនឈរយ៉ាងជ្រៅនៅលើភ្នំរំក្នុងពកដូចជារោគអាពាហ៍ពិពាហ៍វាជាប្រភេទដ៏ឧឡារិកនិងអាថ៌កំបាំងមានក្មេងជាច្រើនបានចូលមកខាងក្នុងនៃពំកណ្ដឹងបានរកឃើញថាវាទេនឹងស្ងាត់វាជារឿងដ៏ចម្លែកមើលទៅដូចជាខ្សែភាពយន្តរបស់អារុនរេសនៅម៉ារៀមបាតកាលពីឆ្នាំមុនដូច្នេះកូនទាំង4នាក់មានការព្រួយបារម្ភហើយបន្ទាប់មក Lady Mary បានស្នើសុំឲ្យកុមាររងចាំនៅទីនេះមួយផ្លែមកដោយខ្លួនឯងទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីរយៈពេលយូរមិនមានសញ្ញាណាមួយនៃការវិលត្រឡប់របស់ម៉ារីទេអារម្មណ៍មិនស្រួលរបស់កុមារចាប់ផ្ដើមបង្ហាញដូចមនុស្សគ្រប់គ្នាកំពុងនិយាយ Jennifer បានស្ម័គ្រចិត្តស្វែងរក Lady Mary តែម្នាក់ឯងប៉ុន្តែគ្រោះថ្នាក់តែងតែមកដល់យឺតគ្រាន់តែដើរចេញពីទ្វារការស្រែកមួយបានមកពីខាងក្រោយប៉ុន្តែនៅពេលដែល Jenny បានវិលត្រឡប់មកកន្លែងនោះវិញឥឡូវនេះនាងបានរកឃើញថាដៃគូរបស់នាងទាំងអស់បានបាត់បង់ទៅហើយភ្លើងបានរលត់ទៅសៅទាំងមូលគឺដូចជាបូដែលបានឃើញដោយធ្មេញរបស់វាត្រូវបានបិទសុភាពបរោះភ័យចាប់ផ្ដើមស្វែងរកមនុស្សគ្រប់គ្នារូបថតនៅលើជញ្ជាំងកំពុងញាក់ប្រសិនបើនៅពេលនេះគាត់រុញបើកទ្វារទៅខាងឆ្វេងអ្នកនឹងឃើញឈុតចង់ដឹងចង់ឃើញហើយកន្លែងដែលឃាតករធ្លាក់តាមកញ្ចក់ប្រឡាក់វាជាសួយសារអកពេញលេញចំពោះខ្យល់ខ្មោចឆ្នាំ1977របស់អាសង់ទីនអាចនិយាយបានថានឹងមិនមានពំកណ្ដឹងទេបើគ្មានខ្សែភាពយន្តរបស់អាគូដូត្រឡប់ទៅរឿង Jennifer បានមកដល់បន្ទប់ភ្ញៀវចៃដន្យឲ្យបានរកឃើញកូនសោនៅលើគណៈរដ្ឋមន្ត្រីហើយនៅពេលដែលគាត់កំពុងចេញពីបន្ទប់មានរឿងចម្លែកកើតឡើងបន្ទាប់មកមានបន្ទប់មួយទៀតគាត់បានរកឃើញរូបភាពនៅមុខកញ្ចក់កំពុងបង្ហាញកូនភ្លោះមួយគូតើពួកគេមានទំនាក់ទំនងបែបណាជាមួយសេរបឺហើយអនុវិទ្យាល័យនិងវិទ្យាល័យមានការវាយប្រហារប្រឆាំងនឹងសេចក្បួតដែលខ្ចីជាផ្លូវការពីខ្យល់បក់ខ្លាំងបន្ទាប់មក Jennifer បានរុករកបន្ទប់ទឹកខ្ញុំមិនរំពឹងថានឹងរកឃើញដៃគូរបស់ខ្ញុំឈ្មោះ Laura ដែលត្រូវបានគេចង់នៅទីនេះដោយចៃដន្យទេជាមួយគ្នានេះដែរបុរសចម្លែកម្នាក់ដែលមានកន្ត្រៃដ៏ធំក៏បានបង្ហាញខ្លួនគាត់ជាមនុស្សឃាត Jennifer ត្រូវភៀសខ្លួនសម្រាប់ជីវិតរបស់នាងគាត់បានរត់ទៅបន្ទប់ឧបករណ៍ប្រើប្រាស់នៅទីនេះការភ័យខ្លាចនិងបំណងប្រាថ្នាដើម្បីរស់បានកាន់កាប់គាត់ឡារ៉ាស្រាប់តែភ័យស្លន់ស្លោទៅខាងក្រោយគណៈរដ្ឋមន្ត្រីបន្ទាប់មកឃាតករបានមកដល់ទីនេះសំណាងល្អគុណសម្បត្តិនៃកម្ពុជាបានធ្វើឲ្យគាត់ចាក់ចេញជាបណ្ដោះអាសន្ននៅទីនេះ Jennifer បានរកឃើញសម្លៀកបំពាក់ចាស់និងខ្សែពួរក៏ដូចជាដបទឹកអប់មួយដបគាត់ស្ងាត់មកផ្ទះបាយម្ដងទៀតបានរកឃើញកូនសោលាក់នៅក្នុងម៉ាស៊ីនទឹកកកត្រឡប់ទៅច្រករបៀងវិញការស្រែកមួយទៀតម៉ូដែលប្លែកជាច្រើនត្រូវបានគេរកឃើញនៅក្នុងបន្ទប់អាថ៌កំបាំងនៅក្នុងបន្ទប់ថ្មីគាត់រកឃើញតុក្តារបាំបាលេដ៏ចម្លែកមួយទៀតពំកណ្ដឹងចាប់ផ្ដើមលេងសើចលើគាត់ម្ដងទៀតឆ្លងកាត់ឧបសគ្គ Jennifer របានមកដល់បន្ទប់រត់ចុះខ្ញុំគ្រាន់តែមានអារម្មណ៍ថាមានអ្វីខុសនឹងជញ្ជាំងពុកជាមួយដំបងបន្ទាប់មករន្ធធំមួយត្រូវបានបង្ក្រាបបន្ទាប់ពីដើរចូលពួកគេបានរកឃើញសាកសពមួយ
ការកំណត់អត្តសញ្ញាណដោយប្រុងប្រយ័ត្នរបស់ Jennifer បាននាំឲ្យមានការរកឃើញរឿងនេះ